ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំម្ដងទៀតហើយខ្ញុំថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទមួយពាក់ព័ន្ធទៅនឹង Linux Basic Command អញ្ចឹងយើងរៀនអំពី Basic ខ្លះអំពី Command នៅលើ Linux Server ដែលយើងហៅថា Ubuntu Server ដែលយើងប្រើប្រាស់ទៅលើ Oracle VirtualBox នេះជា shortcut ខ្លះនិង tip ខ្លះអំពី Command ដែលយើងងាយស្រួលក្នុងការប្រើប្រាស់ទៅលើ Ubuntu Server នៅលើ Oracle VirtualBox តោះថ្ងៃនេះខ្ញុំនឹងចូលទៅលើប្រធានបទយើងទាំងអស់គ្នាទី1គឺពាក់ព័ន្ធទៅនឹង File and Directory Navigation ទី1គឺ pwd ជាស្រេច pwd មកពីពាក្យពេញថា show current directory មានថាយើងបង្ហាញនៅ directory ណាដែលយើងឈរនៅលើហ្នឹងឧទាហរណ៍ដូចខ្ញុំឈរទៅលើ home ហើយឈ្មោះ factory អញ្ចឹងបន្តមកទៀតយើងពាក់ព័ន្ធទៅលើ ls តើ ls គឺយើងសូទៅលើ content ឬក៏ list នៅ file ណាមួយដែលយើងមាននៅក្នុង directory ហ្នឹងដូចជាខ្ញុំអញ្ចឹងខ្ញុំអត់មានទេខ្ញុំវាអត់បានសូទេហើយយើងឧទាហរណ៍យើងឈរទៅលើទីបន្តមកទៀតយើងពាក់ព័ន្ធទៅនឹង cd change directory change directory នេះបើសិនយើងឈរនៅលើឧទាហរណ៍ខ្ញុំថាខ្ញុំឈរទៅលើ home អញ្ចឹងខ្ញុំចង់ change វាមកកាន់ directory factory វិញអញ្ចឹងយើងគ្រាន់ប្រើ cd ទៅវានឹងផ្លាស់ប្ដូរមកវិញតមកទៀតគឺ cd cd ហ្នឹងគឺធ្វើការ change directory ដែលយើងកំពុងឈរនោះទៅកាន់ home directory ដែលយើងកំពុងឈរទៅវិញតមកទៀតយើងប្រើទៅលើ cd slash ហ្នឹងយើងប្រើដើម្បីទៅកាន់ root នៃ directory របស់យើងដើម្បីយើងឆែកថានៅក្នុង root directory របស់យើងមានអីគេខ្លះយើងប្រើ lf នោះយើងនឹងឃើញទិន្នន័យទាំងអស់ដែលមាននៅក្នុង directory របស់យើងដើម្បីកាន់តែច្បាស់ទៀតយើងប្រើ lf.lh អធិស្ឋាន lf.lh នោះយើងនឹងឃើញ detail នៅ directory ឬក៏ file ណាមួយឯកសារណាមួយដែលពាក់ព័ន្ធទៅនឹង root របស់យើងហ្នឹងយើងឃើញទាំងអស់អញ្ចឹងខ្ញុំចង់មកកាន់ directory របស់ខ្ញុំវិញនឹងធ្វើការ clear មួយតមកទៀតយើងចូលទៅកាន់ file operation ទី1គឺ touch គឺយើងប្រើប្រាស់ដើម្បីធ្វើការបង្កើត file ឧទាហរណ៍ខ្ញុំ touch file.tt នោះfile របស់យើងត្រូវបានបង្កើតដោយជោគជ័យហើយដើម្បីធ្វើការមើលថា file របស់យើងជោគជ័យអត់យើងប្រើ lf នោះយើងឃើញថា file របស់យើងបង្កើតបាន file មួយគឺ file.tt បើយើងកាន់ច្បាស់ទៀត lf.lh នោះយើងនឹងឃើញនៅពេលវេលានិងម៉ោងដែលយើងបានធ្វើការបង្កើតនៅ file មួយហ្នឹងតមកទៀតទៅលើ echo យើងធ្វើការ write text ទៅលើអ្វីមួយហើយធ្វើការបោះ text ហ្នឹងទៅកាន់ file ដែលយើងកំពុងមានអញ្ចឹងខ្ញុំមាន text ប៉ុណ្នេះខ្ញុំចង់ឲ្យ text មួយហ្នឹងចូលទៅកាន់ file ដែលយើងបង្កើតមិញគឺ file.tt យើងធ្វើការបើកសញ្ញាធំជាងហ្នឹង file.tt នោះ text មួយចំនួនដែលមាននៅក្នុងហ្នឹងវានឹងបញ្ជូនទៅកាន់ file.tt បើយើងចង់ឃើញថាតើ text ហ្នឹងវាចូលទៅកាន់នៅ file របស់យើងអត់យើងធ្វើការប្រើ cat ហើយយើងវាយឈ្មោះទៅលើ file name យើងមកនោះយើងនឹងឃើញ text ដែលមាននៅក្នុង file របស់យើងហ្នឹងតមកទៀតបើយើងចង់បង្កើតនៅ file ឬយើងចង់បង្កើតនៅ text មួយចំនួនផ្សេងទៀតដែលចង់ឲ្យ text ហ្នឹងចូលទៅកាន់ file text file.tt ហ្នឹងដែរយើងប្រើ echo ដែរតាម from group su35 ដើម្បីឲ្យវាចូលទៅកាន់file.tt ដែរហ្នឹងយើងប្រើធំជាង2ដងមកហើយយើងប្រើឈ្មោះ file name យើងមកនោះវានឹងចូលដើម្បីកាន់តែច្បាស់យើងប្រើ cat file.tt នោះយើងនឹងឃើញ text ចំនួន2ដែលនៅក្នុង file.tt ហ្នឹងតោះអញ្ចឹងយើងចូលទៅកាន់បន្ទាប់ទៀតគឺ cp ដែលយើងនិយាយថា source destination ហើយយើងនិយាយពាក្យ
Xong anh ta copy file từ vốn nhung miên file đọt thì đừng chẳng nhung trong ơi file mũi nó từ can file mũi sinh tiết động bay thua cả backup chẳng nhung thua cả backup file mũi chúng ta backup đọt thì chẳng dùng ca trục chế thua cả vậy ls máu động bay khơi file tầng pi nắng chẳng nhung trong ơi file đọt thì nắng thua cả backup từ can file backup đọt thì nhưng thua cả cp file đọt thì backup.thì nếu viên ông bị chôn ai giá thì có cẩn thận môi trường nó trôi từ cán backup.thì bây giờ trong đăng ký cho bạn như vậy cap backup.thì giá đôi nhà đó này bạn khơi chấm cẩn thậnទាំងអស់ដែលមាននៅក្នុង file.thì នឹងបញ្ជូនទៅកាន់ file backup.thì ដែលយើងប្រើប្រាស់ទៅលើ cp តមកទៀតយើងសិក្សាទៅលើ rm ដែលយើងនិយាយថា delete file ហ្នឹងចឹងខ្ញុំចង់ delete នៅ file ខ្ញុំប្រើប្រាស់ command rm file.thì ចឹង file នេះខ្ញុំធ្វើការ backup ទុកហើយចឹងខ្ញុំចង់បាន file ហ្នឹងឯងខ្ញុំចង់លុប file ហ្នឹងចោលនេះយើង delete បានជោគជ័យយើងចង់ដឹងថា file ហ្នឹងត្រូវបាន delete អត់យើងប្រើប្រាស់ទៅលើ ls យើងកាន់តែច្បាស់ទៀត ls.lh នេះយើងនឹងឃើញពេលវេលាដែលធ្វើការមាននៅ folder មួយហ្នឹងដែលយើងឃើញថា rm មិនថា read writeនេះគឺ read អញ្ចឹងយើងចូលទៅកាន់ directly operation ពាក់ព័ន្ធទៅនឹង directly operation យើងធ្វើការបង្កើតនៅ directly មួយផ្សេងទៀតដែលយើងចង់ឈរទៅលើ directly មួយហ្នឹងឧទាហរណ៍ខ្ញុំធ្វើការបង្កើតទៅmkdir យើងប្រើប្រាស់ទៅលើ mkdir ដើម្បីបង្កើតនៅ directly អញ្ចឹងយើងចង់បង្កើតអីគេខ្ញុំដាក់ឈ្មោះថា au35 អញ្ចឹងយើងបង្កើតបានជោគជ័យយើងប្រើ ls.lh ដើម្បីធ្វើការ detail នេះដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងខ្ញុំនេះនឹងឃើញ directly ឈ្មោះតែ au35 អញ្ចឹងខ្ញុំចង់ឈរទៅលើ au35 ដែលប្រើប្រាស់ទៅលើ cd អញ្ចឹងនេះយើង directly របស់យើងបានឈរទៅលើ au35 ហើយអញ្ចឹងយើងធ្វើការ list មើលអញ្ចឹងយើង list មើលនៅក្នុង au35 គឺអត់មានអីទេអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការចេញមកវិញដោយប្រើប្រាស់ cd បន្តមកទៀតគឺ remove empty directly មានថាឧទាហរណ៍ថានៅក្នុង directory au35 នេះអត់ទាន់មានទេអញ្ចឹងខ្ញុំអាចលុបបានដូចជា rmdir au35 អញ្ចឹងយើង delete ជោគជ័យយើងប្រើ ls ដើម្បីមើលនេះយើងឃើញថា directory របស់យើងបានលុបចោលហើយមួយទៀតគឺពាក់ព័ន្ធនឹង rm.r មានថាយើង delete នៅ directory ណាមួយដែលមាន content នៅក្នុងហ្នឹងឧទាហរណ៍មិញ au35 មិញគាត់អត់មាន content ទេអញ្ចឹងយើងអាចប្រើ rmdir បានដោយប្រើប្រាស់ធម្មតាមួយទៀតបើសិនជានៅក្នុង au35 ហ្នឹងមាន content អញ្ចឹងយើងអាចប្រើប្រាស់ command rmdir បានទេអញ្ចឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងអ្នកនរគ្នាបានមើល mkdir au35 ខ្ញុំបង្កើតម្ដងទៀតខ្ញុំលេខមើលឃើញហើយអញ្ចឹងខ្ញុំចូលទៅលើ au35 នេះខ្ញុំចូលទៅលើ au35 ហើយខ្ញុំបង្កើត file មួយ file.tt នេះហើយខ្ញុំលិះមើលអញ្ចឹងនៅក្នុង au35 មាន file មួយឈ្មោះថា file.tt អញ្ចឹងយើងធ្វើការចេញ cd ខ្ញុំចង់លុប file ហ្នឹងខ្ញុំប្រើ command ធម្មតា rmdir au35 អញ្ចឹងយើងអាច delete បានទេដោយសារតែ directory មួយហ្នឹងមាន content នៅក្នុងហ្នឹងអញ្ចឹងយើងអាច delete បានទេអញ្ចឹងយើងប្រើប្រាស់ទៅលើ rm.r au35 អញ្ចឹងយើង delete ជោគជ័យយើងប្រើ ls.lh ដើម្បីមើលកាន់តែច្បាស់នេះគឺយើងបាន delete ជោគជ័យហើយយើងធ្វើការ clear មួយយើងវាយ clear ក៏បាន control L ក៏បានបន្តមកទៀតយើងពាក់ព័ន្ធទៅនឹង system information នេះជា command មួយចំនួនដែលយើងត្រូវដឹងនៅពេលដែលយើងវាយ who ami
Thôi chia sẻ nhưng control C mà nó bay bị chop nó bay là dương vay khó ấy muối who am I mình đã tha dương chọn đó thải dương cho nơi tí nà hơi dương chung ấy chẳng dương đôi dương khơi chẳng nhưng cho nhưng chung mua thả Petri hai có Pet là host name làm bay đang tha dương chung miền si sum chung ấy kế nhưng miền si sum chung Petri được nhé hai một tiết từ df dot h df dot h mình đã dương bằng hai detail nơi this usage người ta đi bồi dưỡng nó miền phẩm án để vi ban bài hành đôi chia vi bài hành là sai phần ná du phần ná hay nơi so phẩm án hay rằng nơi lợi ích là chẳng tôi một tiết dương bờ vẽ comment mua thà free dot a free dot a ní đôi khi đấy vì còn bài hành từ lơ memory info từ này memory đại dương bờ vẽ phẩm án đôi như miền trắng bay trên phẩm 7 trí hãy giúp buôn hỏi sai số 7 nơi so free bên này họ dùng sẽ bắt đầu bên này to mà tiết dương vẽ pon từ năng text processing and search tạo những chỗ tới đó nhé những thời gian clear muối dương vừa vẽ các món create pattern file mình ta dương search nơi content rồi có text mũi na để miền được nông file bảo dương chẳng đầm bay cả này cho bao nhiêu thời cả chạy mơ sẵn nhung miền ở phụ đời cái class và lf anh một chỗ mở bạch cat backup dot thì chẳng nhung miền ở content phần ấy chẳng nhung cho bà hỏi nhung thôi cả gap mới rồi thằng gap hello backup dot thì chẳng nơi không backup dot thì bỏ dưỡng cư dương khơi miền thà chung hello đừng dừng mặt khơi chẳng to một tiết cứ find find path name file find file ក្នុងករណីនេះយើងធ្វើការ find នៅ file របស់យើងដែលយើងអត់បានដឹងថានៅក្នុងនោះមានគេខ្លះឧទាហរណ៍ខ្ញុំជាក់ស្ដែង find home ហើយប្រើប្រាស់ name backup .tt ចឹងខ្ញុំអត់មានទេអញ្ចឹងខ្ញុំអត់មាន file ឬក៏ directory ណាមួយទេដែលមាននៅក្នុង backup.tt ហ្នឹងអញ្ចឹងយើងចូលទៅកាន់មួយទៀតគឺ wc ដែលធ្វើការ read count នៅ line ឬក៏ word មួយចំនួនដែលមាននៅក្នុង file របស់យើងអញ្ចឹងខ្ញុំ wc ទៅលើ backup.tt អញ្ចឹងយើងឃើញវា count នៅតួលេខឬក៏អក្សរណាមួយដែលមានក្នុងហ្នឹងវានឹងបង្ហាញនៅក្នុងហ្នឹងហើយតទៅទៀតយើងប្រើប្រាស់ទៅលើ sort file ដែលហៅថា sort content ខ្ញុំ sort backup.tt sort នេះគឺយើងរៀបចំតាមលំដាប់លំដោយពី A ទៅដល់ Z អញ្ចឹងដូចជា hello h បន្តមកទៀត im មានថា hi អញ្ចឹងវារៀបតាមលំដាប់នៃអក្សរដែលមាននៅក្នុង content យើងចូលទៅកាន់ចំណុចបន្ទាប់ទៀតគឺពាក់ព័ន្ធទៅនឹង network command គឺយើង pin ទៅលើ Google ខ្ញុំ pin ទៅលើ google.com នេះដូចអ្នកនរគ្នាបានឃើញយើងអាច pin ទៅលើ google.com ដើម្បីបញ្ជាក់ថាតើដំណើរការរបស់យើងដំណើរការរលូនអត់ហើយពិសេសអត់ហើយមួយទៀតដូចខ្ញុំបញ្ជាក់អ្នកនរគ្នាអញ្ចឹងដើម្បីធ្វើការ pin google.com YouTube អីផ្សេងយើងត្រូវធ្វើការបើកអ៊ីនធឺណិតដើម្បីឲ្យវាដំណើរការរលូនហើយ pin ហ្នឹងក៏ដូចខ្ញុំនិយាយមិញដែរហ្នឹងគឺដើម្បីដឹងថាតើប្រព័ន្ធដំណើរការរបស់យើងដំណើរការរលូនអត់ហើយ work អត់អញ្ចឹងខ្ញុំសូមកាត់បន្តិចនេះបន្ទាប់ពីយើងធ្វើការ pin នៅ Google ហើយអញ្ចឹងធ្វើការ clear មួយអញ្ចឹងយើងចូលមកចំណុចបន្ទាប់គឺ package management apt យើងប្រើប្រាស់ទៅលើ command sudo apt update ប្រើប្រាស់ដោយបញ្ចូលនៅ password របស់យើង
នេះវានឹងធ្វើការ update នៅទិន្នន័យទាំងអស់ដែលយើងបានសរសេរមិញហ្នឹងវាធ្វើការ update ឲ្យប្រព័ន្ធដំណើរការរលូនទៅលើ Ubuntu server ដែលយើងធ្វើការ running នៅលើ Oracle VirtualBox ចំណុចបន្ទាប់ទៀតគឺ sudo apt install package ហើយ sudo apt remove package អញ្ចឹងចំពោះចំណុចបន្ទាប់នេះគឺខ្ញុំអត់បានបង្ហាញទេប៉ុន្តែខ្ញុំអាចឲ្យអ្នកនរគ្នាអាចសាកល្បងបានគឺឧទាហរណ៍បើសិនជាយើងចង់ install នៅ package ណាមួយយើងធ្វើការគ្រាន់តែសរសេរនៅ command sudo apt install ហើយឈ្មោះនៅ package មួយហ្នឹងទៅធ្វើការ enter ទៅវានឹង install នៅ package មួយហ្នឹងហើយយើងក៏អាចធ្វើការ remove នៅ package នឹងបានដែរដែលយើងប្រើប្រាស់ទៅលើ sudo apt remove package ឈ្មោះនៃ package មួយហ្នឹងអញ្ចឹងយើងរងចាំសិនដើម្បីឲ្យវាធ្វើការ update full អញ្ចឹង package របស់យើងធ្វើការ update រួចហើយអញ្ចឹងខ្ញុំអរគុណសម្រាប់ការទស្សនានិងការស្ដាប់អរគុណ